បាទថ្ងៃនេះថាតើសូមគ្រប់អញ្ជើញពុកម៉ែបងប្អូនទាំងអស់រួមដំណើរជាមួយខ្ញុំបាទដើម្បីទៅសួរសុខទុក្ខក៏ដល់ចាស់ព្រឹទ្ធាចារ្យដែលគាត់មានស្នាដៃជាមួយនឹងវត្តអារាមនៃវត្តពុទ្ធសត្រាមទាំងអស់គ្នាបាទសូមគ្រប់អញ្ជើញព្រោះថ្ងៃhôm nay thật tại xin được trân trọng kính mời cô chú anh chị cùng phái đoàn Phật tài do sự dẫn dắt của đại đức của Bodhisattva để đi thăm hỏi các cụ có công lao với nhà chùa nhé. Vâng, xin được trân trọng kính mời ạ. Và được cho này nhập ba của ban một đầu tiệc rồi lục cừu mà nét đại cật miền lục tiệc tiệc trăm cài lục cừu lục cừu liều binh đây thìประธานคณะกรรมการวัดโพธิสัตว์ารามលោកបានលះបង់នៅពេលវេលាដើម្បីសង្គមនៃពុទ្ធសាសនាជាច្រើននិយាយដោយឡែកចំពោះវត្តពុទ្ធសាសនារាមលោកបានការកសាងជាច្រើននៅក្នុងសមិទ្ធផលក៏ដូចជាជួយបង្ហាត់រៀនជាច្រើនឆ្នាំហើយចំពោះជាមួយនឹងវត្តនានាក៏លោកបានលះបង់នៅពេលវេលាដើម្បីទៅជួយបង្ហាត់ផងដែរដូចជាមានវត្តសឡូងនិងវត្តបទុមរាំងសីទំនិកជាដើមបាទដូច្នេះនៅពេលវេលានេះយើងខ្ញុំជាគណៈកម្មការដែលបានការដឹកនាំជាមួយនឹងព្រះអង្គគ្រូបានមកសួរសុខទុក្ខហើយក៏មាននៅការចែកចម្លែកនៅសេចក្តីទុក្ខលំបាកអំពីគ្រួសារបានជូនជាអំណោយខ្លះដើម្បីគ្រួសារគាត់នឹងបះតល់នៅបញ្ហាប្រឈមសប្តាហ៍ថ្ងៃដូច្នេះនៅពេលវេលានេះសូមពុកម៉ែបងប្អូនយើងដែលជាគុណចាស់គុណក្តីបានដឹងដំណឹងនេះហើយក៏សូមជួយទៅតាមសមត្ថភាពដើម្បីគ្រួសារលោកគ្រូបានស្រាលអំពីបញ្ហាប្រឈមសប្តាហ៍នេះបាទហើយដំណើររបស់យើងខ្ញុំបាទក៏បានធ្វើដំណើរមកដល់ផ្ទះលោកមហាឧបាសិកាម្នាក់ទៀតដែលគាត់មានស្នាដៃជួយនៅក្នុងវត្តអារាមផងដែរគឺលោកមហាឧបាសិកាសូត្រដែលគាត់ជាអតីតនិវេនក្រុមទី4ផងដែរពេលវេលានេះគាត់មានរូបភាពចាំកាយដែរហើយខ្ញុំបាទក៏បានមកដល់ផ្ទះគាត់ដើម្បីសួរសុខទុក្ខអំពីសុខភាពរបស់គាត់ហើយមានជូនជាអំណោយតិចតួចហើយបន្ទាប់អំពីនោះក៏យើងខ្ញុំបាទក៏បានធ្វើដំណើរមកដល់ផ្ទះលោកឧបាសិកាម្នាក់ទៀតគឺលោកឧបាសិកាសេនដែលគាត់មានរោគាពាធប្រចាំកាយយ៉ាងទម្ងន់ហើយសូមបញ្ជាក់ផងដែរលោកយាយឧបាសិកាសេនគាត់បានចូលរួមការកសាងនៅក្នុងវត្តជាច្រើនហើយគាត់ជាអតីតប្រធានក្រុមវេនទី5ផងដែរពេលវេលានេះព្រះអង្គគ្រូក៏បានដឹកនាំគណៈកម្មការដើម្បីមកសួរសុខទុក្ខទៅដល់លោកយាយហើយក៏បានជូនជាអំណោយតិចតួចដើម្បីជួយសម្រាលនៅកិច្ចការងារដែលប្រឈមមុខសប្តាហ៍ថ្ងៃបាទសូមជូនពរឲ្យលោកយាយមានសុខភាពល្អជាមនុស្សប្រជាកូនចៅទាំងអស់គ្នាបាទហើយដំណើររបស់យើងខ្ញុំបាទក៏បានមកដល់ផ្ទះលោកតាអាចារ្យជាព្រឹទ្ធាចារ្យបានជួយកិច្ចការងារវត្តជាច្រើនគាត់មានប្រជជនមកដល់សប្តាហ៍ថ្ងៃគឺ94ហើយបាទ94តែយើងខ្ញុំបាទបានមកដល់ផ្ទះគាត់ឃើញនៅសុខភាពគាត់ការឃើញថានៅមកមួនល្អប្រសើរយើងខ្ញុំបាទមានសេចក្តីត្រេកអរនិងរីករាយយ៉ាងខ្លាំងបាទគឺលោកតាអងបាទលោកតាអងដែលជាតាអាចារ្យមួយរូបដែលប្រចាំក្នុងវត្តពោរបស់យើងតែពេលនេះគាត់មានវ័យចាស់តែសុខភាពនៅល្អយើងខ្ញុំបាទក៏ឃើញដូច្នេះមានសេចក្តីត្រេកអរ
យ៉ាងខ្លាំងហើយរួមដំណើរជាមួយព្រះអង្គគ្រូក៏បានចែកជាអំណោយជូនអំណោយទៅដល់គាត់ផងដែរដូច្នេះកូនចៅរបស់គាត់ក៏មានការទទួលរាក់ទាក់ជាខ្ញុំបាទនឹងយ៉ាងល្អប្រសើរហើយក៏សូមថ្លែងអរគុណចំពោះកូនចៅដែលទទួលយកខ្ញុំបាទហើយក៏សូមជូនពរទៅលោកតាមានសុខុមាលភាពល្អជាមនុស្សត្រជាក់កូនចៅហើយដំណើររបស់យើងខ្ញុំបាទក៏បានមកដល់ផ្ទះលោកជាយមហាឧបាសិកាម្នាក់ទៀតដែលគាត់ក៏មាននៅស្នាដៃជួយវត្តច្រើនផ្នែកខាងចំអិននៅបាយមហូបដែលយើងធ្លាប់ហៅថាចុងភៅបាទគាត់ទទួលបន្ទប់ខាងតាមស្លនៅក្នុងវត្តបន្ទានធំនីមួយមានគាត់ទទួលធានារ៉ាប់រងទាំងអស់ដូច្នេះពេលវេលានេះលោកជាយក៏មានរូបភាពប្រចាំកាយផងដែរយើងខ្ញុំបាទសូមធ្វើនៅការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលបានលះបង់នៅពេលវេលាជួយដល់សង្គមនិយាយដោយឡែកចំពោះវត្តពោធិសត្វរាមហើយទង្វើនេះក៏ជាទង្វើមួយដ៏ល្អជាគំរូមួយទៅដល់យើងខ្ញុំបាទដែលជាប្រជាជនសូមបងប្អូនកូនក្មួយយើងទាំងអស់យកគំរូទៅតាមលោកយាយលោកតាដែលគាត់មាននៅគុណធម៌ដ៏ខ្ពង់ខ្ពស់បានជួយដល់សង្គមបាទកាលណាមានធម៌សាមគ្គីទើបសង្គមរបស់យើងរុងរឿងរីកចម្រើនទៅបានបាទសង្កេតថាសង្គមនីមួយមិនអាចខ្វះបាននៅភាពសាមគ្គីនេះទេទើបមានការរីកចម្រើនដូច្នេះដែលស្ថិតនៅក្នុងពេលវេលានេះយើងខ្ញុំក្នុងនាមជាគណៈកម្មការមានតែការសម្បួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិលើលោកមានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃព្រមទាំងទេវតាដែលលោកថែរក្សានៅវត្តពោធិសត្វរាមសូមលោកជួយអភិបាលថែរក្សាទៅដល់យុគពីលោកតានិងពុទ្ធបរិស័ទទាំងអស់សូមឲ្យបានជួបប្រទេសតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ទិនទិវារាត្រីកំបីអាខានឡើយ